សម្រាប់បងម្ចាស់អាផាតមិនជួលបន្ទប់ជួលឬក៏ផ្ទះស្នាក់ភាគច្រើននៅពេលដែលគាត់ធ្វើការផ្សព្វផ្សាយដើម្បីរកអតិថិជនមកស្នាក់នៅបន្ទប់ដែលទំនេររបស់គាត់ហ្នឹងគឺភាគច្រើនគឺគាត់ print ជាលក្ខណៈ A4 ឬក៏ print ជាលក្ខណៈបដាដើម្បីបិទទៅតាមជញ្ជាំងឬក៏ធ្វើស្លាកដើម្បីផ្សព្វផ្សាយថានៅទីនេះមានបន្ទប់ជួលលេខទំនាក់ទំនងគាត់អាចផ្សព្វផ្សាយទៅតាម Facebook Page Facebook Group ឬក៏តាមខ្មែរ24ហើយចំពោះការផ្សព្វផ្សាយមួយទៀតគាត់អាចតាក់ទងទៅកាន់ផ្នែក agency ដែលគាត់មានជំនាញខាងផ្សព្វផ្សាយទៅលើការរកអតិថិជនមកស្នាក់នៅបន្ទប់នឹងស្រាប់តែម្ដងមានន័យថាការទទួលលទ្ធផលការទទួល result ពី agency គឺលឿនជាង agency នៅពេលដែលគាត់ផ្សព្វផ្សាយគឺដោយសារតែគាត់មានជំនាញខាងហ្នឹងគឺអតិថិជនមកលឿនតែម្ដងហើយមួយវិញទៀតកាន់តែសំខាន់គឺគាត់ត្រូវតែគ្រប់គ្រងទៅលើព័ត៌មានដែលគាត់មាននៅក្នុងដៃស្រាប់មានន័យថាបន្ទប់ដែលកំពុងតែស្នាក់ហ្នឹងថាតើអតិថិជនរបស់គាត់ហ្នឹងចិត្តផុតកុងត្រាហើយឬនៅហើយថាតើអតិថិជនដែលកំពុងតែស្នាក់ហ្នឹងគាត់ផុតកុងត្រាគាត់នឹងបន្តស្នាក់នៅបន្តទៀតដែរឬក៏អត់ទេនៅពេលដែលគាត់គ្រប់គ្រងកន្លែងហ្នឹងបានមានន័យថាមុនពេលដែលអតិថិជនគាត់ចេញ1ខែឬក៏2ខែគាត់នឹងធ្វើការផ្សព្វផ្សាយដើម្បីទទួលយកអតិថិជនថ្មីជៀសវាងបន្ទប់គាត់ទំនេរចោលពី1ខែទៅ1ខែធ្វើឲ្យបាត់បង់ប្រាក់ចំណូលរបស់គាត់